ពេលព្រឹកឡើងកូនឡើងទៅហ្នឹងឃើញឪវាស្លាប់ហ្នឹងខ្ញុំឈ្មោះសេអូនអាយុ37សប្តាហ៍ថ្ងៃរស់នៅភូមិខ្ពកឃុំព្រែកសបូរស្រុកពេមជោមុខរបរខ្ញុំធ្វើស្រែចម្ការសប្តាហ៍ថ្ងៃនៅផ្ទះខ្ញុំសមាជិក5នាក់កូន2ខ្ញុំម្នាក់និងពុកម៉ែម្នាក់ទៀតបញ្ចប់តែប្តីខ្ញុំទិញឈ្មោះព្រូហេរ៉ូពេលហ្នឹងធ្លាប់ឮគេនិយាយច្រើនទៅពេលទៅជាសារមួយប្តីថាគាត់ចង់ទិញតែពួកគាត់ត្រូវធ្វើការទៅពេញទៅអីចឹងកាលដល់ប្តីខ្ញុំខូចហ្នឹងថ្ងៃហ្នឹងពេលល្ងាចប្រហែលម៉ោង3គាត់ឡើងមកផ្ទះដើរទៅលេងផ្ទះបងតែបងខ្លាចចឹងមកវិញខ្ញុំដាំបាយធ្វើម្ហូបឆ្អិនណាចឹងគាត់ពងប្រេងដើម្បីហូបបាយហើយគាត់យកប្រេងយកសាំងហ្នឹងទៅកើតវិញទៅដីប្រាំងហ្នឹងទៅសម្រាប់ដេកបូមទឹកពេលយប់ទៅព្រឹកឡើងហ្នឹងខ្ញុំកូនខ្ញុំហ្នឹងក៏ទៅដោះមើងដែរចឹងទៅស្រាប់តែឃើញគាត់ដេកស្លាប់នៅស្រែហ្នឹងពេលស្វាមីខ្ញុំស្លាប់ទៅហ្នឹងខាងលោកគ្រូក៏តាក់ទងមកខ្ញុំមុនថាបងឯងមានតាក់ទងទៅខាងបរិស័ទហ្នឹងនៅហើយខ្ញុំថានៅទេលោកគ្រូអើយចាំខ្ញុំរួចដៃសិនខ្ញុំតាក់ទងទៅគាត់ក៏ទៅសុំกระดาษពីប៉ូលីសពីពេទ្យអីពេលគាត់ធ្វើខ្សោយវិច័យឲ្យគាត់ស្លាប់ហ្នឹងចាពេលខ្ញុំរៀបឯកសារឲ្យខាង Prudential ហ្នឹងគាត់ជួនជាថវិកាឲ្យខ្ញុំបាន4400បាទខ្ញុំយកមកបានខាងថវិកាគាត់ហ្នឹងខ្ញុំបានយកមកសងឲ្យថ្លៃបុណ្យហ្នឹងផងហើយខ្ញុំបានយកលុយហ្នឹងទៅជួលគេឲ្យគេបាញ់ថ្នាំព្រីជីឲ្យខ្ញុំធ្វើត្រូវឲ្យពេលគាត់ធ្វើហើយមិនទាន់រួចខ្ញុំបានលុយហ្នឹងយកមកទប់ហើយខ្ញុំបានជឿទុកចិត្តលើក្រុមហ៊ុន Prudential ហ្នឹងព្រោះអីវាដូចថាយើងបានទទួលលុយជាក់ស្ដែងមែនអត់មានដូចការគេនិយាយថាអត់បានទេព្រោះខ្លួនខ្ញុំផ្ទាល់ខ្ញុំបានទទួលហើយក៏បានដកលុយហ្នឹងយកទៅចំណាយក្នុងការងារសម្រាប់ផ្សេងវាជាធ្វើស្រែចម្ការហ្នឹងក៏បានលុយខាងក្រុមហ៊ុន Prudential ហ្នឹងបងជាសំណងឲ្យខ្ញុំដែរហើយខ្ញុំក៏ចង់ណែនាំដល់អ្នកចិត្តខាងអញ្ចឹងឲ្យគាត់ទិញដូចខ្ញុំមកចប់ដែរទៅព្រោះអីបាត់តែហេតុហ្នឹងយើងមើលឃើញទេដូចប្តីខ្ញុំអញ្ចឹងពេលល្ងាចមកផ្ទះពេលព្រឹកឡើងគាត់ស្លាប់មើលឃើញទេហើយយើងដើរផ្លូវឆ្ងាយគ្រោះថ្នាក់ចរាចរណ៍អីហ្នឹងក៏យើងមិនអាចដឹងដែរអញ្ចឹងទៅក៏ចង់ឲ្យទិញជាខ្លួនឯងមកកញ្ចប់បើថាតែប្តីខ្លួនទិញមកកញ្ចប់ម្នាក់ក៏បានដែរខ្ញុំក៏បានទិញឲ្យកូនខ្ញុំមកកញ្ចប់ក្រោយនឹងទៀតដែរព្រោះអីវាមានជាសំណងមែនហើយគឺថាខាងក្រុមហ៊ុន Prudential ហ្នឹងគាត់បានផ្ដល់ជាសំណងឲ្យប្តីខ្ញុំ